vlog ngày tí pí tại Đàនៅ Việt Nam ហើយក៏ជាថ្ងៃដែលខ្ញុំត្រូវទៅមើល concert ដែរហើយសម្រាប់អ្នកដែលគាត់មានកម្រងទៅមើល concert នៅស្រុកគេលើកទី1ឬមួយក៏អត់មានគ្នាអីកុំភ្លេចមើលវីដេអូខ្ញុំឲ្យដល់ចប់ហើយបើសិនជាអ្នកគ្នាអត់បានមើលវីដេអូ day 1ទេអ្នកនរគ្នាអាចចូលទៅមើលនៅក្នុង playlist ខាងក្រោមបានហើយសម្រាប់ថ្ងៃទី2នេះគឺខ្ញុំមានពេលកន្លះព្រឹកសម្រាប់ដើរលេងញ៉ាំអីអញ្ចឹងណាដោយសារតែខ្ញុំអត់មានទិញសំបុត្រ concert លក្ខណៈ VIP ត្រូវទៅតាំងព្រឹកអីទេអញ្ចឹងតើតែថ្ងៃខ្ញុំមកផ្ទះសម្រាប់ធ្វើខ្លួនហើយចាំគៀកមកចាំទៅ concert ក៏អត់មានជាបញ្ហាដែរហើយណាមួយ concert ដែលខ្ញុំទៅនេះគឺគេអត់មានលក់ម៉ូចលក់អីដែលយើងត្រូវទៅតម្រង់ជួទិញអីទេគឺអត់ហ្មងអញ្ចឹងចាប់ទៅដល់មកមិនទៅមើល concert យកមកពេលព្រឹកមកដូចអ្នកនរគ្នាបានឃើញអញ្ចឹងគឺព្រឹកឡើងអត់មានធ្វើអីទេក្រៅពីតម្រង់ទៅរកបាយប៊ីញ៉ាំអីអញ្ចឹងណាប៉ុន្តែបាយប៊ីដែលគេល្បីហ្នឹងគឺគេលក់ពេលថ្ងៃអញ្ចឹងខ្ញុំញ៉ាំបានត្រឹមតែបាយសាច់ជ្រូកអីធម្មតាទេហើយចេញពីហ្នឹងពួកខ្ញុំក៏បានទៅហាងកាហ្វេក្នុងក្តីសម័យរបស់ខ្ញុំអ្នកទាំងអស់គ្នានិយាយមកមីនីខ្ជូតស្អាតខ្លាំងមែនតើប៉ុន្តែខ្ញុំ detail នៅវីដេអូក្រោយខ្ញុំធ្វើដាច់អញ្ចឹងណាហើយចេញពីហ្នឹងពួកខ្ញុំក៏បាននាំគ្នាទៅដើរលេងនៅ Book Street ហ្នឹងហើយអ្នកគ្នាប៉ុន្តែក្នុងនាមជាអ្នកដែលអត់ចូលចិត្តអានសភៅទេគឺខ្ញុំគ្រាន់តែបានតែថតរូបមើលគេមើលឯងតែប៉ុណ្ណាប៉ុន្តែកន្លែងនេះសម្រាប់អ្នកដែលគាត់ចូលចិត្តអានសភៅម្ដងនេះគឺខ្វះកហ្មងព្រោះឃើញសភៅស្អាតខ្លាំងណាស់អ្នកគ្នាហើយនៅជាប់ Book Street ហ្នឹងក៏គេមានម៉លលក់កៅអៅលក់អីវ៉ាន់អីដែរនិយាយទៅ concept របស់គេហ្នឹងលក្ខណៈ minimal ដូចខ្ជូតលយអីអញ្ចឹងណាចាមកដល់ហាងមកកន្លែងនេះគឺមានជាការចាយលុយបដោនិយាយទៅគឺអីវ៉ាន់ត្រូវចិត្តត្រូវអីអញ្ចឹងណាហើយពួកយើងក៏បាននាំគ្នាដើរលេងទៅមើលគេមើលឯងលក្ខណៈទៅមើលម៉លមើលគេលក់កៅអៅលក់អីអញ្ចឹងទៅលាក់វាថាយើងទៅមើលរៀនសូត្រពីគេអីអញ្ចឹងណាហើយដល់សុកហ្នឹងជួបប្តីគីមីងខ្យូចាអូយាយមែនចាប៉ុន្តែប្តីអត់សំខាន់ទេលើសំខាន់ឃ្លានអញ្ចឹងយើងមានជាការដាក់អីហើយដើរទៅមូជីទៅរបៀបថាដើរមកផឹកនេះមកអស់ដៃអស់ជើងដែរហ្នឹងនិយាយទៅថ្ងៃទី2នេះបាយថ្ងៃសុំស្គីប៉ាហ៊ានញ៉ាំអីប្តីផ្ដាដោយសារទៅត្រូវទៅមើល concert អីអញ្ចឹងប៉ុន្តែមុនទៅផ្ទះហ្នឹងមានឆ្លៀតខ្ចប់មាច់ឆាទៅផ្ទះទៀតចាហើយសម្រាប់ outfit ថ្ងៃនេះគឺមានជាការទិញភ្លាមពាក់ភ្លាមហ្មងចាដោយសារតែ concept របស់គេហ្នឹងcolor code របស់គេគឺពណ៌សហើយខ្ញុំអត់ដែរមានពណ៌សទេ and outfit of the day ថ្ងៃហ្នឹងគឺចេញមក it's not that bad វាអញ្ចឹងណាដោយសារតែ outfit ហ្នឹងគឺអត់ដែរពាក់នៅស្រុកឯងទេចាហ្នឹងហើយតើទៅគេណាណីអញ្ចឹងទៅបានយើងហ៊ានពាក់លក្ខណៈថាយើងទៅដល់នោះគ្មានណាគេស្គាល់យើងអីអញ្ចឹងនិយាយប៉ុណ្ណឹងបានហើយចូលមកដល់សៃការវិញនិយាយទៅអា intro ដែលខ្ញុំចេញនៅក្បាលវីដេអូតាក់ទងជាមួយនឹងរឿងអ្នកដែលគាត់ចង់ទៅមើល concert លើកទី1នៅស្រុកគេឬមួយក៏ទៅលើកទី1លក្ខណៈថាអត់មានទាំងគ្នាទៅមួយអីអញ្ចឹងណា yes ខ្ញុំនឹងមក share tip របស់ខ្ញុំនៅក្នុងវីដេអូនេះពីបទពិសោធន៍ដែលខ្ញុំធ្លាប់ទៅមើល concert អីអញ្ចឹងណា and yes ខ្ញុំមិន share តែ experience ឬមួយក៏ tip ទេប៉ុន្តែខ្ញុំនឹងឲ្យជាលក្ខណៈថា idea ខ្លះៗ in case អ្នកនរគ្នាអាចយកទៅប្រើប្រាស់បានអីអញ្ចឹងសម្រាប់រឿងសំខាន់ទី1ហ្នឹងគឺថាតើទៅមើល concert នៅស្រុកគេហ្នឹងគួរតែ prepare អីខ្លះអញ្ចឹងចំណុចទី1ដែលសំខាន់ជាងគេហ្នឹងគឺជាការ prepare កញ្ចប់ថវិកាអញ្ចឹងកញ្ចប់ថវិកាហ្នឹងគឺមានទៅលើការចំណាយធំដូចជាថ្លៃសម្បត្តិ concert ថ្លៃធ្វើដំណើរក៏ដូចជាថ្លៃស្នាក់នៅអញ្ចឹងបើសិនជាអ្នកនរគ្នា prepare អាចចំណុចទី1ហ្នឹងហើយគឺអ្នកនរគ្នាធូរខ្លួន 40 ទៅ 50% ហើយរឿងសំខាន់ទី2ហ្នឹងគឺជាការដែលយើង travel ទៅប្រទេសគេដែលយើងអត់ធ្លាប់ទៅសោះអញ្ចឹងរឿងសំខាន់ដែលអ្នកនរគ្នាគួរតែធ្វើហ្នឹងគួរតែមាន note ឬមួយក៏កូនសភៅមួយសម្រាប់យើង list down មកហើយអ្នកនរគ្នាចង់គ្រាន់តែទៅមើល concert ហើយត្រឡប់មកវិញឬមួយក៏ចង់ទៅហើយនៅឆ្លៀតដើរលេងទៀតហើយ note នេះគឺមិនមែន note ធម្មតាទេគឺអ្នកនរគ្នាត្រូវតែ estimate ឬមួយក៏ research ឲ្យបានច្រើនតាក់ទងពីកន្លែងអ្នកនរគ្នាត្រូវទៅអញ្ចឹងណាដូចខ្ញុំហ្មងគឺខ្ញុំតែងតែចូលទៅបើក map មើលហ្មងថាទីតាំងហ្នឹងមិនអីមិនហុករៀងមិនព្រោះនៅក្នុង Google Map គឺអ្នកនរគ្នាអាចទាញខ្លួនឯងតម្លាក់ទៅដល់ទីតាំងមកកន្លែងហ្នឹងហើយយើងមើលជុំវិញហ្នឹងអញ្ចឹងណាអាហ្នឹងសម្រាប់អ្នកដែលគាត់ចេះមើល Google Map ប៉ុន្តែបើសិនជាអ្នកនរគ្នាអត់ចេះមើលទេអ្នកនរគ្នាអាចគ្រាន់តែ list down ទៅអ្នកទាំងអស់គ្នាដាក់ទីតាំងគោលដែលអ្នកនរគ្នាកំពុងតែនៅហ្នឹងជាមួយនឹងទីតាំងដែលអ្នកនរគ្នាត្រូវទៅបន្ទាប់ទៀតអញ្ចឹងណាវានឹងសូវពីប្រវែងដែលអ្នកនរគ្នាត្រូវចំណាយពេលធ្វើដំណើរហើយអញ្ចឹងវាមានសូវឲ្យថាដើរជិះឡានឬមួយក៏ជិះម៉ូតូអីចឹងទៅហើយបើសិនជាអ្នកដែលគាត់ទិញសម្បត្តិបែបលក្ខណៈ VIP ត្រូវទៅមើល sound check ឬមួយក៏ត្រូវទៅទិញ merch តាំងពីផឹកតម្រង់ជួអីអញ្ចឹងណាគឺស្មើនឹងអ្នកនរគ្នាចំណាយពេលមួយថ្ងៃហ្នឹងដើម្បីតែមើល concert តែព្រោះអ្នកនរគ្នាអាចចាំដល់ម៉ោង concert បានទៅគឺអត់តែអ្នកនរគ្នាមនុស្សច្រើនខ្លាំងមែនតើហើយសម្រាប់អ្នកដែលគាត់ទៅលើកដំបូងឬមួយក៏អ្នកដែលគាត់ទៅបែបលក្ខណៈម្នាក់ឯងឬមួយក៏គ្នាតិចខ្លាំងនិយាយទៅបើសិនជាអ្នកម្នាក់ឯងហ្មងចោះអញ្ចឹងគឺខ្ញុំអត់មាន recommend ឲ្យអ្នកគ្នាទៅរកកន្លែងគេណាដែលឆ្ងាយពីកន្លែង concert ហ្នឹងទេដោយសារអីដោយសារនៅពេលដែលយើងចេញពី concert ម្ដងគឺពិបាករកអីជិះខ្លាំងមែនតើហើយទី2គឺយប់ទី3បើសិនជាយើងម្នាក់ឯងគឺវាអត់សុខភាពទេហ្នឹងហើយហើយទី4មួយទៀតហ្នឹងគឺលក្ខណៈថាវាផ្លូវឆ្ងាយអញ្ចឹងពេលដែលផ្លូវឆ្ងាយយើងអត់ស្គាល់ទីតាំងភូមិសាស្ត្រគេច្បាស់គឺនិយាយទៅគឺអត់ខ្ញុំអត់ recommend ហ្មងអញ្ចឹងខ្ញុំ recommend ឲ្យរកកន្លែងណាគេដែលចិត្តនៅកន្លែង stadium ដែលយើងថាទោះបីជាអត់មានអីជិះក៏យើងអាចដើរទៅដល់អីអញ្ចឹងណាមួយវិញទៀតហ្នឹងគឺជាការរកកន្លែងគេដែលសុវត្ថិភាពអាចនិយាយបានថាបើសិនជាអ្នកនរគ្នាហ៊ានចំណាយខ្ញុំ recommend ឲ្យរកកន្លែងគេដែលលក្ខណៈរៀងថ្លៃលក្ខណៈគេមានផ្កាយ4ផ្កាយ5ដែលជិញមកលក្ខណៈស្ថានភាពអីធំហ្មងណាអាហ្នឹងវារៀង safe បើសិនជាអ្នកនរគ្នាចង់លក្ខណៈទៅរកបែបhotel ឬមួយក៏ទស្សនៈទូចអីឬមួយចង់លក្ខណៈថាដេកម្នាក់ឯងអីអញ្ចឹងខ្ញុំអត់សូវ recommend ទេប៉ុន្តែ
តែបើសិនជាអ្នកគ្នាអាចថាមានសមត្ថភាពថាហ៊ានទៅក៏អានឹងវាជារឿងការសម្រេចចិត្តរបស់អ្នកគ្នាដែរនិយាយទៅបើនិយាយពី detail មក whole concert មក trip concert ហ្នឹងហ្មងណាវាមានរឿងត្រូវគិតច្រើនតែបើសិនជាអ្នកដែលគាត់ធ្លាប់មានបទពិសោធន៍ហើយគឺវាងាយស្រួលសម្រាប់គាត់តែដោយការដែលខ្ញុំទៅមើល concert នៅវៀតណាមអញ្ចឹងណាគឺទី1គឺខ្ញុំ clear ជាមួយនឹង payment ដូចជាថ្លៃធ្វើតាណាថ្លៃផ្ទះហើយក៏ដូចជាថ្លៃសម្បត្តិ concert អញ្ចឹងដល់ពេលដែលខ្ញុំទៅហ្មងគឺខ្ញុំអត់មានចំណាយអីផ្សេងក្រៅពីញ៉ាំអីតិចតួចឬមួយក៏ខ្ញុំ shopping អីទេហើយសម្រាប់ការស្នាក់នៅអីគឺហ្នឹងស្នាក់នៅធ្វើតាណាហ្នឹងក៏ខ្ញុំបាន book ហើយអត់ដែរនិយាយទៅគឺខ្ញុំ prepare មុនអស់ហ្មងអញ្ចឹងដល់ពេលដែលខ្ញុំទៅដល់គឺខ្ញុំអត់ងាយងាមទេមួយវិញទៀតគឺខ្ញុំមាន note មាន list ត្រឹមត្រូវថាខ្ញុំគួរទៅកន្លែងណាខ្ញុំមកកន្លែងណាម៉ោងប៉ុន្មានត្រូវនៅណាម៉ោងប៉ុន្មានត្រូវណាអីអញ្ចឹងណាអូនិយាយមែននិយាយឡើងភ្លេចមើលនីតិអ្នកឡើង5 6នាទីជាងចាអញ្ចឹងខ្ញុំអត់ដឹងថាខ្ញុំបាននិយាយ detail អស់ក្បោះក្បាយអត់ទេប៉ុន្តែបើសិនជាអ្នកគ្នានៅមានសំណួរអីឆ្ងល់អាច comment ក្រោមវីដេអូនេះបានណាខ្ញុំឆ្លើយបានគឺខ្ញុំនឹងជួយឆ្លើយអញ្ចឹងណា